នៅក្នុងភូមិដាច់ស្រយាលមួយដែលហ៊ូព័ទ្ធទៅដោយជួរភ្នំនិងព្រៃក្រាស់មានបុរសពីរនាក់ដែលអ្នកភូមិទូទៅតែងតែស្គាល់និងកោតសរសើរចំពោះភាពក្លាហានរបស់ពួកគេម្នាក់ឈ្មោះថានីរ៉ាមានអាយុ30ឆ្នាំជាមនុស្សរហ័សរហួននិងពូកែខាងបាញ់ស្នាចំណែកម្នាក់ទៀតឈ្មោះនីវ៉ាន់អាយុ31ឆ្នាំជាមនុស្សនឹងណូចេះសង្កេតនិងមានចំណេះដឹងជ្រៅជ្រះខាងមុនអាគមការពារខ្លួននិងច្បាប់ទម្លាប់ដំណោមផ្សេងក្នុងការដើរព្រៃពួកគេទាំងពីរនាក់គឺជាព្រីនព្រៃជើងចាស់ដែលតែងតែចេញចូលព្រៃស្ទើរតែរាល់រដូវកាលទៅហើយថ្ងៃមួយរដូវប្រាំងបានឈានចូលមកដល់សត្វព្រៃហាក់ដូចជាខ្សត់ខ្សោយជាងរាល់ដងដែលជាហេតុធ្វើឲ្យព្រានទាំងពីរសម្រេចចិត្តធ្វើដំណើរចូលទៅកាន់តំបន់ព្រៃជ្រៅមួយកន្លែងដែលអ្នកភូមិភាគច្រើនតែងតែខ្លាចរអានិងមិនមានអ្នកណាហ៊ានឈានជើងចូលទៅទីនោះឡើយទីនោះត្រូវបានគេស្គាល់ថាជាព្រៃអ្នកតាភ្នំដែលជាតំបន់ស័ក្តិសិទ្ធិនិងមានរឿងរ៉ាវអបាយជំនឿជាច្រើនដែលបានលាក់កំបាំងនៅទីនោះបន្ទាប់ពីបានធ្វើដំណើរអស់រយៈពេល3យប់3ថ្ងៃកាត់ជ្រលងដងអូជាច្រើនពួកគេក៏បានឈានជើងចូលដល់តំបន់ព្រៃស្រោមមួយកន្លែងបរិយាកាសនៅក្នុងព្រៃនេះមានសភាពខុសប្លែកពីព្រៃធម្មតាភាពស្ងាត់ជ្រងំគ្មានសំឡេងសត្វបាក់សាបាក់សីយំឡើយមានត្រឹមតែសំឡេងខ្យល់បក់ប៉ះស្លឹកឈើលាន់សូរវូវូគួរឲ្យព្រឺសម្បុរពន្លឺថ្ងៃខ្សោយដើមឈើទាលនិងដើមកុគាយៈដុះត្រឈឹងត្រឆៃបាំងពន្លឺព្រះអាទិត្យស្ទើរតែជិតឈឹងធ្វើឲ្យទិដ្ឋភាពពេលថ្ងៃប្រៀបដូចជាពេលព្រលប់នៅទីនោះមានវល្លិធំរុំព័ទ្ធដើមឈើក្នុងទម្រង់ចម្លែកហើយដីមានសភាពសើមនិងមានក្លិនស្អុយរលួយលាយឡំជាមួយក្លិនផ្កាព្រៃមួយយ៉ាងដែលភាយមកតាមខ្យល់នាវ៉ាន់ដែលជាអ្នកមានបទពិសោធន៍បានបញ្ឈប់ដំណើររួចងាកមកខ្សឹបប្រាប់នីរ៉ាថាឯងត្រូវប្រយ័ត្នមាត់ខយមែនតែនណាវ៉ាកន្លែងនេះមិនមែនជាកន្លែងធម្មតាទេយើងចូលមកដល់ទឹកដីបារមីហើយហាមនិយាយពាក្យមិនគប្បីហាមដកស្បត់ហាមនោមពីវាលពីកាលនិងហាមត្អូញត្អែពីភាពនឿយហត់ឲ្យសោះនីរ៉ាងក់ក្បាលយល់ព្រមដោយក្តាប់កំបិតនៅក្នុងដៃយ៉ាងណែនជំនួបដ៏គួរឲ្យរន្ធត់ជាមួយម្ចាស់ព្រៃព្រះអាទិត្យរៀបលិចបាត់ស្រមោលអ្នកទាំងពីរក៏បានរកឃើញទីទួលមួយកន្លែងនៅក្បែរគោឈើធំដើម្បីរៀបចំកន្លែងសម្រាកនាវ៉ាន់បានយកធូបមកអុជសំពះសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្តីសុខក្នុងការស្នាក់នៅមួយយប់នេះរំពេចនោះខ្យល់ក៏ចាប់ផ្ដើមបក់បោកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើជ្រុះរាយប៉ាយដីចាប់ផ្ដើមរំញ័រតិចហាក់ដូចជាមានវត្ថុដ៏ធ្ងន់ណាមួយកំពុងរំកិលខ្លួនចូលមកជិតសំឡេងក៏កាត់ខ្សាកលើស្លឹកឈើងាប់បន្លឺឡើងកាន់តែច្បាស់ទៅនីរ៉ានិងនីវ៉ាន់ក្រោកឈរឡើងព្រមគ្នាភ្នែកសម្លឹងទៅកាន់កំពតព្រៃងងឹតនៅខាងមុខស្រាប់តែស្រមោលដ៏ធំសម្បើមមួយបានលេចចេញមកវាគឺជាពស់អ្នកតាខ្លួនរបស់វាមានទំហំប៉ុនដើមត្នោតលាតសន្ធឹងវែងអន្លាយមិនដឹងជាកន្ទុយទៅដល់ទីណាទេស្រកាវានីមួយធំប៉ុនបាតដៃមានពណ៌ខ្មៅរលោងផ្លេកពេលជះជាមួយពន្លឺព្រះច័ន្ទភ្នែករបស់វាទាំងគូមានពណ៌ក្រហមឆ្អៅភ្លឺដូចរងើកភ្លើងសម្លឹងមកកាន់ព្រានព្រៃទាំងពីរដោយក្រសែភ្នែកដ៏មានអំណាចនិងគួរឲ្យតក់ស្លុកបំផុតវាបានងើបក្បាលឡើងខ្ពស់ផុតក្បាលមនុស្សដកដង្ហើមធំលាន់សូរដូចផ្លុំខ្យល់ភាពភ័យខ្លាចបានចូលលុកលួយសពសពាងកាយរបស់នីរ៉ាដោយសភាវគតិជាព្រានព្រៃដៃរបស់នីរ៉ាបានប្រញាប់ស្រវាទាញកំភ្លើងស្នាបំរុងនឹងលើកតម្រង់ទៅរកសត្វពស់យក្សនោះឃើញទស្សនវិជ្ជាបែបនេះនីវ៉ាន់ក៏ប្រញាប់ស្ទុះទៅចាប់ទាញដៃនីរ៉ាឲ្យទម្លាក់អាវុធចុះភ្លាមដោយស្រែកខ្សឹបតែដាច់អហង្ការថាកុំប្រហើនអាវ៉ាន់នេះជាម្ចាស់ព្រៃប្រចាំតំបន់នេះមិនមែនជាសត្វព្រៃធម្មតាទេឯងចង់ស្លាប់តាំងវ័យក្មេងឬ
នីវ៉ាន់ដឹងច្បាស់ថានៅក្នុងព្រៃអាចកំបាំងបែបនេះការប្រើអាវុធតទល់ជាមួយអំណាចបារមីគឺស្មើនឹងការសម្លាប់ខ្លួនឯងវិធីតែមួយគត់ដើម្បីរស់រានមានជីវិតគឺការបង្ហាញការគោរពនិងការដឹងកំហុសនីវ៉ាន់បានទាញនីរ៉ាឲ្យលុតជង្គង់ចុះផ្ទាល់ដីដាក់អាវុធទាំងអស់ទៅម្ខាងរួចលើកដៃសំពះឡើងលើក្បាលដោយចិត្តស្មោះស្ម័គ្រនិងភ័យញាប់ញ័រនីវ៉ាន់បានពោលពាក្យសំទោសខ្លាំងៗថាអូលោកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាគិរីពៈបឺតកូនចៅទាំងពីរគ្រាន់តែជាអ្នកក្រីក្រវង្វេងចូលមកដល់ទីនេះដើម្បីស្វែងរកអាហារចិញ្ចឹមក្រពះប៉ុណ្ណោះកូនចៅគ្មានចេតនាមកបំផ្លាញឬប្រមាថបារមីលោកតាឡើយបើកូនចៅមានការឆ្កមឆ្គងដោយប្រការណាមួយសូមលោកតាមេត្តាអហោសិកម្មនិងបើកផ្លូវឲ្យកូនចៅត្រឡប់ទៅវិញដោយសុវត្ថិភាពផងចុះនារាក៏សំពះតាមនិងបិទភ្នែកសូត្រធម៌ក្នុងចិត្តដោយការភ័យខ្លាចពោះអ្នកតាយៈនោះបានអោនក្បាលដ៏ធំរបស់វាចុះមកចិត្តអ្នកទាំងពីរវាព្រោះដង្ហើមចេញមកប៉ះមុខនារាដែលមានក្លិនដូចដីសើមនិងជ័រឈើចំណាស់វាសម្លឹងមើលភ្នែករបស់នីវ៉ាន់ហាក់ដូចជាកំពុងអានដឹងពីចេតនានៅក្នុងចិត្តរបស់គេមួយសន្ទុះក្រោយមកដោយយល់ឃើញថាព្រានទាំងពីរនេះជាមនុស្សចេះដឹងខុសត្រូវចេះគោរពច្បាប់ទម្លាប់ព្រៃនិងមិនមែនជាជនពាលសត្វពស់យៈនោះក៏បានងើបក្បាលឡើងវិញវាបានបញ្ចេញសម្លេងក្រហមតិចៗក្នុងបំពង់ករួចក៏បង្វែរខ្លួនលូនចូលទៅក្នុងកំពូលព្រៃងងឹតវិញយ៉ាងស្ងៀមស្ងាត់បំផុតបន្សល់ទុកតែស្នាមកន្លងដីសើមៗនិងការភ្ញាក់ផ្អើលដល់អ្នកទាំងពីរនៅយប់នោះព្រានទាំងពីរមិនអាចបិទភ្នែកដេកលក់សូម្បីតែមួយវិនាទីពួកគេអង្គុយយាមគ្នាដោយភាពស្ងៀមស្ងាត់រហូតទាល់តែពន្លឺព្រះអាទិត្យរះឡើងវិញព្រឹកព្រលឹមស្រាងនីវ៉ាន់និងនីរ៉ាបានរៀបចំអីវ៉ាន់និងមិនភ្លេចអុជធូបសំពះលាម្ចាស់ព្រៃម្ដងទៀតពួកគេប្រញាប់ដើរចាកចេញពីតំបន់ព្រៃស័ក្តិសិទ្ធិនោះដោយមិនងាកក្រោយឡើយហើយក៏មិនហ៊ានបរបាញ់សត្វសូម្បីតែមួយក្បាលនៅតាមផ្លូវត្រឡប់មកវិញចាប់ពីថ្ងៃនោះមកនីរ៉ានិងនីវ៉ាន់បានក្លាយជាសាក្សីរស់ដែលបានបញ្ជាក់ពីអធិភាពនៃពស់អ្នកតានៅក្នុងព្រៃជ្រៅពួកគេតែងតែប្រាប់តគ្នាដល់អ្នកភូមិនិងអ្នកចំនួនក្រោយថាទោះបីជាយើងមានអាវុធទំនើបឬពូកែយ៉ាងណាក៏ដោយក៏កុំភ្លេចឲ្យសោះនៅការគោរពធម្មជាតិនិងអំណាចក្រៅឆាកដែលមើលមិនឃើញព្រោះថាព្រៃនីមួយសុទ្ធតែមានម្ចាស់ហើយបើគ្មានចំណេះដឹងពីរបៀបដើរព្រៃទេជីវិតមុខជាត្រូវបាត់បង់នៅក្នុងទីងងឹតនោះជាមិនខាន